សូមទាំងអាញាគ្រប់ជ្រើសសួរបងប្អូនបាទថ្ងៃនេះយើងមានជាប្រភេទដីកែងបាទដីសម្រាប់មុខរបរអាជីវកម្មខាងការ៉ាស់ឡានឬក៏ការ៉ាស់សាំងដីនេះស្អាតមែនទែនដីប្លង់រឹងកែងជាមួយផ្លូវ50ម៉ែត្រនិងផ្លូវស៊ីជីពីងឬក៏យើងអាចហៅមួយមុខទៀតគឺផ្លូវប្រវត្តិក្រុងទី3ដីនេះគឺតតឹងបាន62ម៉ែត្រជម្រៅចូលជា56ម៉ែត្រប្លង់រឹងគឺ2877ម៉ែត្រការ៉េបាទដីប្លង់រឹងកែងហើយបងប្អូនទៅមុខបន្តិចនេះទៅមុខបន្តិចគឺផ្លូវជាតិលេខ2ទៅមុខបន្តិចផ្លូវជាតិលេខ2ហើយទៅមុខខួរផ្លូវជាតិលេខ2គឺពលានយន្តហោះថ្មីអញ្ចឹងដីកែងនឹងតែម្ដងបើសិនជាចាប់អារម្មណ៍ចង់បានដីបាទបើការ៉ាស់សាំងការ៉ាស់ឡានគឺលើផ្លូវជាតិលេខ2ផ្លូវកវត្តក្រុងទី3នេះគឺល្អមែនទែនអញ្ចឹងបងប្អូនឃើញជាក់ស្ដែងហ្នឹងខាងហួសផ្លូវជាតិលេខ2ទៅពលានយន្តហោះថ្មីគឺភាគច្រើនគេបើកការ៉ាស់សាំងច្រើនតែចន្លោះនេះគេអត់សូវបើកដោយសារគេយល់ថាប្រហែលជាមិនសូវមានអ្នកជិះតាមពិតបងប្អូនពីនេះទៅទំនប់កប់ស្រូវបាទគឺជិះទៅមករមកសិតតឡានធំហើយបើចាក់ច្រើនតែម្ដងបាទចាក់ច្រើនជាពិសេសឡានដឹកជញ្ជូនអីវ៉ាន់ទៅវិញទៅមកមិនថាឡានតូចឡានធំទេបាទឡានទំនើបក៏ជិះផ្លូវហ្នឹងដែរអញ្ចឹងខ្ញុំពិតជាចង់ឲ្យបងប្អូនបើការ៉ាស់សាំងគឺត្រូវខ្លាំងបាទការ៉ាស់សាំងហើយឬក៏ថាយើងមិនបើការ៉ាស់សាំងក៏យើងអាចធ្វើជាហាងញ៉ាំអាហារហាងភេសជ្ជៈអីផ្សេងណាបាទព្រោះដីយើងកែងវាមុខ60ម៉ែត្រ62ម៉ែត្រហើយចង់ធ្វើអីក៏ត្រូវដែរបាទហើយជម្រៅទៅចូល50ម៉ែត្រដីហ្នឹងតែម្ដងហើយប្លង់រឹងវា2877ម៉ែត្រការ៉េហើយតម្លៃយើងធានាថាធូរហើយបងប្អូនទិញដីលើផ្លូវស៊ីពេញផ្លូវនេះគេចាត់ទុកជាផ្លូវភ្លោះផ្លូវ50ម៉ែត្រអីដែរអញ្ចឹងបងប្អូនទិញគឺមានន័យថាទិញដីអាជីវកម្មមិនមែនទិញដីសម្រាប់ទុកទេណាទិញដីត្រូវតែប្រកបមុខរបរអាជីវកម្មមិនត្រូវពីព្រោះគឺជាដីដែលមុខសម្រាប់ផ្លូវមេដែលគេផ្សារភ្ជាប់ពីផ្លូវមួយទៅផ្លូវមួយតាមរយៈផ្លូវនេះគេឲ្យន័យថាផ្លូវកវត្តក្រុងទី3ឬក៏ផ្លូវស៊ីជីពីងដើម្បីដឹកទំនិញចេញចូលក្រុងភ្នំពេញឬក៏ផ្លូវលឿនសម្រាប់ដឹកជញ្ជូនទៅតាមបណ្ដាខេត្តផ្សេងអញ្ចឹងបងប្អូនចង់បានដីប្លង់រឹងត្រូវហើយបាទសម្រាប់អាជីវកម្មអញ្ចឹងអរគុណសម្រាប់ការតាមដានវីដេអូយើងខ្ញុំបើសិនជាបងប្អូនចង់បានដីឬក៏មានដីលក់អាច